កាតាប៊ូសម្រាប់ម៉ូតូ ADV 160cc ពណ៌ខ្មៅគ្រើមឬក៏បងប្អូនខ្លះក៏ហៅពណ៌ខ្មៅស្លែជាអ្នកលក់ម្នាក់បើយើងចង់ឲ្យគេទិញតោះតែយើងបង្ហាញផលិតផលដែលយើងលក់ហ្នឹងឲ្យគេឃើញអញ្ចឹងសម្រាប់ហាងម៉ូតូតែខ្ញុំដឹងចំណុចហ្នឹងដែរក៏ប៉ុន្តែដោយសារតែគ្រឿងបន្លាស់ក្នុងស្តុកគឺច្រើនខ្លាំងមែនទែនអញ្ចឹងបងប្អូនខ្លះគាត់មើលអត់ឃើញទេថ្ងៃនេះសម្រាប់ចិត្តថារើមួយផ្នែកនៃគ្រឿងជ័ររបស់ម៉ូតូអូតូបង្ហាញជូនបងប្អូនដែលត្រូវការអាចតាក់ទងកម្មឬក៏មកដល់ហាងបានទី1គឺជាប្រភេទកាតាប៊ូសម្រាប់ម៉ូតូ ADV 160cc ពណ៌ខ្មៅគ្រើមឬក៏បងប្អូនខ្លះក៏ហៅពណ៌ខ្មៅស្លែនេះគឺជាផលិតផលស្ទីនរបស់ក្រុមហ៊ុនតែម្ដងជួយបងប្អូនដែលត្រូវការអាចតាក់ទងកម្មបានណាមួយទៀតគឺអាយក្រោយសម្រាប់អាយក្រោយរបស់ម៉ូតូ ADV 160cc គឺយើងមាន2ពណ៌ទី1គឺពណ៌ខ្មៅគ្រើមហើយទី2គឺពណ៌ស៊ីម៉ង់យកបងប្អូនដែលចង់បានអាចកម្មបានហើយសម្រាប់ខាងមុខដែលបងប្អូនយើងហៅថាសុំជាគៀងឬសុំសញ្ញោហ្នឹងយើងមានតែសងខាងតែម្ដងក្នុងមាន3ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅរលោងពណ៌ខ្មៅគ្រើមហើយនិងពណ៌ស៊ីម៉ង់អញ្ចឹងបងប្អូនដែលចង់បានសម្រាប់គ្រឿងជ័ររបស់ម៉ូតូ ADV 160cc និយាយទៅគឺមានស្តុកច្រើនមែនតើនៅហាងម៉ូតូ160ក៏ច្រើន150ក៏មានច្រើនដែរដោយឡែកមួយទៀតសម្រាប់បងប្អូនដែលចង់បានកញ្ចក់កុងទ័រសម្រាប់ម៉ូតូ PCX ចាប់ពី2014រហូតដល់2024យើងមានស្តុកដូចគ្នាណាអានេះគឺ2014ដល់2017ហើយយើងមានសេរីផ្សេងទៀតដែលបងប្អូនអាចត្រូវការកម្មបាននេះណាច្រើនមែនតើខ្ញុំលើកមួយត្រួសសិនអញ្ចឹងផ្ដាំផ្ញើទៅកាន់បងប្អូនទាំងអស់គ្នាដែលចង់បានគ្រឿងជ័រសម្រាប់ម៉ូតូអូតូមិនថាម៉ូតូ Scoopy ម៉ូតូ Zoomer ម៉ូតូ ADV ម៉ូតូ PCX បងប្អូនអាចមកកាន់ហាងម៉ូតូបានសេវាកម្មលឿនរហ័សទាន់ចិត្តជាពិសេសបើមកដល់ហាងផ្ទាល់ក៏យើងមានសេវាកម្មរៀបចំជូនមកស្អាតតែម្ដងហើយបើត្រូវការកម្មអាចធ្វើការកម្មតាមលេខ Telegram ឬក៏ Page របស់ហាងម៉ូតូដែលបង្ហាញជូនលោកអ្នកនៅខាងចុងវីដេអូនេះទៅបាយ